បន្ទាប់ពីបាយពីបងប្អូនអស់រយៈពេលជាយូរខ្លាំងមែនតើនៅពេលនេះគឺខ្ញុំបានត្រឡប់មកវិញហើយពេលដែលបាត់នេះគឺខ្ញុំមិនបានទៅណាទេគឺខ្ញុំបានទៅធ្វើធម៌សមាធិនៅលើភ្នំកលៀនដើម្បីយកធម្មពលដើម្បីមកធ្វើវីដេអូឲ្យបងប្អូនទស្សនាជាបន្តទៀតបន្ទាប់ពីខ្ញុំបានសម្រេចនៃឈាននៅពេលនេះគឺខ្ញុំបានត្រឡប់មកវិញដើម្បីធ្វើវីដេអូរកក្តាមខ្យងលៀសក្រុមដើម្បីយកមកធ្វើម្ហូបដើម្បីឲ្យបងប្អូនបានទស្សនាជាបន្តទៀតហើយសម្រាប់វីដេអូជញ្ជាត់ត្រីក្រឹមគឺខ្ញុំសូមផ្អាកមករយៈសិនដោយសារតែទឹកវាមិនទាន់ធ្វើមានដូច្នេះបើយើងទៅជញ្ជាត់ក៏អត់បានត្រីក្រឹមដែរអញ្ចឹងយើងមកធ្វើវីដេអូបែបនេះវិញសង្ឃឹមថាបងប្អូននឹងគាំទ្រហើយបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើជាវីដេអូលក្ខណៈរកឃ្មុំពស់ចូលព្រៃបោះតង់ខ្ញុំនឹងធ្វើនឹងហើយបើសិនជាបងប្អូនចូលចិត្តកុំភ្លេចខមមិននៅក្នុងវីដេអូដើម្បីឲ្យខ្ញុំបានដឹងម្នាក់មួយផងតោះឥឡូវកុំឲ្យខាតពេលវេលាបងប្អូនយូរទៅទស្សនាសកម្មភាពវីដេអូពេញនៅក្នុងវីដេអូនេះទាំងអស់គ្នា Let's goបងប្អូនអរគ្នានេះបងប្រុសរបស់ខ្ញុំហើយនឹងបងក្តាមនឹងឯងគាត់កំពុងរកមានតែតែបងមានតែតែមានអូនេះគាត់បានក្រុមបានហ្នឹងបងប្អូនអូធ្លាក់នេះបងបាននេះក្រុមហើយក្តៅខ្លាំងមែនតើម៉ោងទើបតែម៉ោង 2 ទេបងប្អូនគឺពេញក្តៅដល់ចាស់តោះឥឡូវទៅទស្សនាសកម្មភាពរជាមួយខ្ញុំទាំងអស់គ្នាបងប្អូននេះឥឡូវនេះគឺបានចុះមកដល់ខាងក្រោមហើយគឺថាទឹកជ្រៅខ្លាំងមែនតើបងប្អូនបាទនោះគឺបងប្រុសរបស់ខ្ញុំគាត់ហាលទៅហើយនោះគាត់ថានៅខាងនោះបានមានក្រុមហើយនឹងលៀសច្រើននោះបងបាទនោះអញ្ចឹងខ្ញុំមិនឃើញការហាលទៅខាងនោះដែរLet's go ធ្លាក់ទូរស័ព្ទបាល់ហើយបងប្អូននេះបងប្អូននេះតាំងកធុនបងប្អូនស្មាត់ទឹកជ្រៅទឹកលេងក្បាយហ្នឹងបាទគេថាខាងនេះច្រើនចាំមើលច្រើនដូចគាត់ថាអត់នេះអត់តោះទៀតហ៎តោះប៉ះនេះបងប្អូនប៉ះនេះក្រុមប៉ោកហ៊ុនថៃដាក់មួយទឹកលេខក្បាលនេះបងមួយទៀតប៉ែនភ្លេចមែនហើយប្រាប់បងផងមិនភ្លេចអូយគ្រឿងនេះមួយទៀតបងប្អូនបាទយកពូស៊ីយកហើយនេះបីពីក្របអូនេះច្រើនណាស់នេះពីក្របទៀតអើយនេះខ្យងខ្មែរតែស្អុយខ្យងខ្មែរយើងតូចអូនលីហ្នឹងនេះលីមុនមកបងនេះបងបានប៉ុណ្នេះហើយតែប៉ុណ្្នឹង3 4 ដងទៀតយើងឆាហូបបានហើយតោះរកបន្តទៀតនេះស្នៀតដីបងប្អូននេះគេហៅស្នៀតដីនៅខាងស្រុកខ្ញុំណាចាក់នឹងខាងបងប្អូនហៅអីគេទេនេះគេហៅស្នៀតដីនេះអានេះក្រុមប៉ោកនេះប៉ិនបើអានេះឆ្ងាញ់ជាងបងប្អូនស្នៀតដីនេះឆ្ងាញ់ជាងនេះតែបើនេះអានេះឆ្ងាញ់ជាងគេបងប្អូននេះហាលប្រឡាក់
bảo cho mình bờ tôm hành tè hal hal môn chết mà tao chỉ rơm to tiếp ôm ôn mà sao đã sờ bỏ liêm ônนี่หูจานโอ้สมบูรณ์จานทำมันเด่นนี่ลองซอสกูสิ่งใหญ่บางปอนนี่รัฐพอลยังกลายเป็นริวไปให้จีทำหมองเชื้อปอนมาvì ăn sơ miếng đá mùi muối bạn quạt bùng rồi nên nó thông bao nhiêu tiền là ngon nên này khá hay nên nó thông bằng pro nhung khá tiết hay nơi tè cọt và chỉ bạn đi đang bồn mà nơi tè cọt á hay bạn đang tiết chẳng dừng bỏ bồ em bồn hay trai em bồn bạn đi trai rồi bồ em bồn này túi nhưng bồn này túi hay cho mày nhưng ăn mùi đấy hay cái đám một cái đám này cái đám ăn mùi cái đám mới vô từ slom chu cuộc cái đám rồi có thưa cái đám trái của mà chết mà còn ní cái dương bỏ bố nỉ khá nơi bò nhung khá hay nơi tẹt có tí tiết hay chăm mưa bị ta đó tẹt nhưng thưa một hố hay thọ ra một ôn tẹt làm to tiền là ngày tỏ dương thưa đồng ná ta tẹt vinh và bạn phần này tiếng một ôn vì muốn nó một ôn mà cái này nè sắp tập play mà vì muốn play stop mong ôn mình play chắc á còn đam vì mình play đam chơi thùng thôm vì là chỉ là play chẳng play được niêm nắng tam để bục mà đây bọn nhung còn prap hay năng dây bọn nhung còn prap có tha đập bóng nó cứ sắp tập play được niêm hay bù có tham miên có tha sát sẽ còn tham miên cơ bột hết có tha kla vì muốn gồm miên đầm ray ấy gồm miên này hắn tam thì còn vì muốn còn chả vì muốn còn prap này và hai bên sân chơi bóng ôn control này cứ comment mà đẹp mũi tới đầm bay anh nhóm ăn thưa video bạp năng trắng á hay cứ tha ởนี้คือmấy cái đai làm mình chơi bóng ôn mà cứ bây giờ nhóm cho rồi nó đôi chỉ màu pi ởนี้คือmàu bay đi tuổi đấy hayนี้là tập hỏi cái dương bàn tận những con bà bóng ôn mà chưa thơm hộp mà trắng trăm test này đây sẽ cầm một phiệp để nhóm thơm hộp chỉ mùi năng cho được còn liệt cái đá mấy năng mùa mà tỏ test này sẽ cầm phiệp thơm hộp để test học hết let's go bạn đồng bọn này chắc mình to vì nhóm mà đó tiếc khi nhóm thôi cả đặt crom là bây thôi cả liên tầng chắc là bóng ôn hơi bờ sầm bóng ôn này quạt rồi từ pizza này bên trong hộp ấy này cứ bóng ôn ai do crom ấy từ trăm tật mà thứ ngay rồi có pi thứ ngay ta để bóng ôn trong trăm chắc là ngày đầm bây việc ở đây chắc đó hay đi xa từ nhóm ấy về nhập do mặt thường mà hốt hay thọt video với bóng ôn bàn test này chẳng tới đập pi chẳng có nhóm bàn do mà đó phím thôi cả liên đặt ngáo bài sạch phím là ngày hay bởi sân chỉ bóng ôn cho mà phím của bạn này đây bạn chỉ phải nhà tết còn để thay dương thua ca chụp ảnh mùi bẩn hay nương dương thua ca liên tục ở bàn bị tầng chẳng là bóng ôn là ngày hay ởนี้คือยมthua ca hành cưa hành anh chẳng là bay trà em do màนี้คือ ยม trà cưa bóng ôn là ngàyคือยม ngáo bài sách rồi thấy cứ thua ca trà cưa đây rồi chết víaสำหรับ trà cưa คือวิธีการจึงយើងធ្វើ FC នេះសម្រាប់ក្រុមនេះគឺបងប្អូនអាចយកទៅច្នៃជាម្ហូបបានច្រើនមុខតាមតែចំណង់ចំណូលចិត្តដែលបងប្អូនចង់ធ្វើអញ្ចឹងណាគឺបងប្អូនអាចយកទៅឆាគ្រឿងក៏បានអាចយកទៅស្ងោរឬក៏ជ្រលក់ជាមួយនឹងទឹកជ្រលក់ក៏បានហើយយើងអាចស្ងោរបេះសាច់យកសាច់វានឹងយកទៅលាយជាមួយនឹងម្សៅបំពងយើងអាចយកទៅបំពងក៏បានសាច់តែបងប្អូនចង់ធ្វើដែរប៉ុន្តែចំពោះចំណង់ចំណូលចិត្តខាងខ្ញុំនេះគឺគេចូលចិត្តយកក្រុមមួយប្រភេទនេះទៅឆាជាមួយគ្រឿងនឹងឯដោយសារតែវាចាប់ជាតិជាងហើយសម្រាប់ក្រុមដែលបំពងអូនបេះសាច់យកទៅលាយជាមួយនឹងម្សៅស្រួយរួចយកទៅបំពងគឺខ្ញុំបានធ្លាប់ធ្វើម្ដងហើយប៉ុន្តែវាអត់ឆ្ងាញ់ទេបងប្អូនអានោះដោយសារតែវាដូចថារៀងមានក្លិនក្រុមបងប្អូនមានក្លិនក្រុមកាលណាយើងហូបច្រើនគឺវារៀងត្រលន់អញ្ចឹងណាហើយចំពោះក្រុមនេះគឺយើងហូបច្រើនអត់ខាតទេបងប្អូនដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍ហើយកាលណាដែលយើងហូបច្រើនគឺដូចថាវាធ្វើឲ្យយើងតេតាក់ក្នុងខ្លួនឬក៏ចង់ក្អួតចង់អីចឹងណាបងប្អូនគឺបើសិនជាបងប្អូនចង់ហូបគឺហូបតែមួយល្មមឬក៏ដូចថាធ្វើក្លែមធ្វើអីហ្នឹងហើយសម្រាប់បងៗដែលគាត់ធ្វើយកទៅក្លែមគឺហ្នឹងហើយគាត់មានគ្នាច្រើនគាត់ក្លែមម្នាក់តិចទៅបើសិនជាធ្វើជាមកហូបបាយតែម្ដងពិសាជាមួយបាយគឺយើងហូបច្រើនអត់សូវការទេបងប្អូនដោយសារតែក្រុមនេះគឺជាប្រភេទក្រុមមួយដែលថាហូបច្រើនទៅធ្វើឲ្យយើងតេតាក់ក្នុងខ្លួនឬក៏ចង់ក្អួតហើយវាមានក្លិនក្រុមច្រើនបងប្អូនគឺរៀងឆ្អាបក្លិនក្រុមប៉ុន្តែបើបងប្អូនអត់ចង់ឲ្យវាធំក្លិនក្រុមខ្លាំងក៏មិនឆ្អាបហ្នឹងហើយបងប្អូនធ្វើនៅក្នុងវីដេអូដែលខ្ញុំប្រាប់នេះទៅគឺបងប្អូនគ្រាន់តែលាងទឹកវាឲ្យបានច្រើនទឹកហ្នឹងគឺ2 3 4ទឹកតាមដែលបងប្អូនចង់លាងឲ្យវាស្អាតកាលណាល្អកាលនោះគឺលាងឲ្យច្បាច់វាឲ្យស្អាតមកដាក់អំបិលបងប្អូនហ្នឹងគឺបងប្អូនធ្វើការយកអំបិលដើម្បីដាក់ច្បាច់ឲ្យវាអស់ជាតិឆ្អាបជាតិក្រុមអញ្ចឹងណាបងប្អូនហ្នឹងបើជាស្រ័យបងប្អូនខ្លាំងមែនតើគឺ
ក្រុមនេះគឺជាប្រភេទក្រុមជពូទាហើយនៅក្នុងវីដេអូគឺខ្ញុំបានប្រាប់បងប្អូនថាជាក្រុមប៉ោងអញ្ចឹងណាហ្នឹងហើយគឺជាស្អែបងប្អូនតាមមែនតើគឺក្រុមប្រភេទនេះគឺជាក្រុមជពូទាបាទតោះឥឡូវបន្ទាប់ពីយើងបេះសាច់រួចទៅទស្សនាសកម្មភាពក្នុងការធ្វើម្ហូបជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយបាទចានេះជាគ្រឿងផ្សំដែលយើងត្រូវធ្វើហ្នឹងហើយគឺមានដេងគល់ក្រៃហើយម្ទេសហើយនឹងអំពិលទុំហើយនឹងស្លឹកក្រូចសើចហើយអានេះគឺជាម្ទេសឆាបាទតើយើងកាច់កែគឺយើងធ្វើការដាក់ប្រេងឆាហ្នឹងហើយមកល្មមបានទេច្រើនពេកចុះបន្ទាប់ពីយើងដាក់ប្រេងឆាយើងដាក់ខ្ទឹមចូលបងប្អូនខ្ទឹមច្រាំហ្នឹងមកយើងដាក់ចឹងហើយយើងយកបញ្យយយើងយកវែកឆាមកកូរដើម្បីឲ្យវារៀងឡើងពណ៌បន្តិចកូររហូតបងប្អូនបាទកុំទុកកូររហូតកូរតតែវាឡើងពណ៌តិចមកតែយើងអត់កូរខ្លោចនេះបងប្អូនប៉ានេះហើយបន្ទាប់ពីយើងកូរបានប៉ានេះហើយយើងដាក់គ្រឿងបងប្អូននេះគ្រឿងរបស់យើងដែលយើងហាន់ហ្នឹងអីរុយដាក់ចូលបងប្អូនស្អិតទៀតដាក់ចូលមកកូរជាបន្តទៀតចាស់ឡើងទៅឈ្ងុយបដាបងម្ទេសឆាយើងដាក់អស់មកម្ល៉េះព្រាដាក់ទឹកថៃទៀតបងប្អូនហើយគ្រឿងរបស់យើងទៀតដាក់សាច់ចូលមកកូររហូតមកចង់ផ្លាត់ផ្ទះបងខ្ញុំថែមប្រេងឆាបន្តិចចង់ផ្លាត់ផ្ទះខ្ញុំដល់ពេលនេះវាចេញទឹកមកមានទឹកហត់ហើយហើយយើងឆាក៏បានយើងស្លក៏បានឬក៏យើងស្ងោរយកទៅបេះសាច់ទៅបំពងក៏បានដែរស្រីតែបងប្អូនចង់ធ្វើវាហ្នឹងនេះយើងកូរចឹងហើយយើងទុកវាបន្តិចឲ្យឡើងក្តៅបន្តិចចាំយើងដាក់គ្រឿងក្រូវចូលហើយឥឡូវនេះបន្ទាប់ពីបានមកស្ទុះគឺយើងធ្វើការដាក់គ្រឿងក្រូវចូលតែម្ដងគឺដំបូងយើងធ្វើការដាក់អំបិលហ្នឹងដាក់អំបិលមួយចិបមកដាក់អំបិលរួចយើងដាក់ស្ករបងស្ករថែមទៀតចេញយើងកូរទៅនោះនេះទៅពេលចឹងហើយយើងដាក់ទឹកត្រីទៀតមកព្រោះដល់វាអត់កាយទឹកត្រីប៉ុណ្ណឹងមកឥឡូវយើងដាក់ប្រេងខ្យងថែមតិចដើម្បីកាន់តែជាតិខ្យងអស់កូរទៀតសាច់ច្រើនជាងគ្រឿងសាច់យើងច្រើនឥឡូវនេះយើងធ្វើការគ្របទុកបន្តិចដល់ពេលមើលប្រេងឆ្អិនយើងនឹងតិចចាំយើងធ្វើការដួសដាក់ចានដើម្បីភ្លក់ហ្នឹងគ្របសិនមកចាំដល់ពេលឆ្អិនចាំយើងជួបគ្នាទៀតនៅក្នុងការភ្លក់ម្ហូបមួយមុខនេះបងប្អូនឥឡូវនេះគឺម្ហូបរបស់យើងគឺបានឆ្អិនហើយយើងត្រូវការដាក់ប្រះព្រៅបងប្អូនប្រះព្រៅគឺយើងដាក់ក្រោយគេដោយសារកាលណាដែលយើងដាក់ប្រញាប់ដាក់ពេកវាធ្វើឲ្យវាលួយពេកណាដល់ពេលយើងវាអត់សូវក្លិនអត់សូវឆ្ងាញ់អត់សូវជាតិទេបាទយើងត្រូវការដាក់មកកាត់ដាក់មកយើងធ្វើការកូរវាទៀតកាន់តែច្រើនកាន់តែឆ្ងាញ់អាហ្នឹងបងប្អូនអត់ស្អីអត់ជាបញ្ហាទេប្រះព្រៅមកឃើញច្រើនចឹងដល់ពេលវាក្តៅវាសល់បន្តិច
ឥឡូវនេះយើងនៅតែដាក់ម្រះព្រៅមកមុខទៀតទេគឺយើងធ្វើការដួសភ្លុកឲ្យមុនបាទតោះឥឡូវចាំដល់ពេលឆ្អិនយើងធ្វើការភ្លុកជាមួយខ្ញុំបងប្អូននេះបាទឥឡូវម្ហូបរបស់យើងគឺបានឆ្អិនហើយបងប្អូនទាំងនេះបាទនេះគឺស្អាតខ្លាំងមែនទែនចំពោះ color របស់វាហ្នឹងហើយតោះឥឡូវទៅទស្សនាវីដេអូនៃការភ្លុកជាមួយខ្ញុំទាំងអស់គ្នានេះបងបាទចាំបន្ទាប់ពីខ្ញុំធ្វើការភ្លក់ម្ហូបភ្លក់អីបងប្អូនបានទស្សនារួចមកគឺខ្ញុំធ្វើការឆ្លៀតមកដាក់ចំណីមន់ចំណីអីចឹងណាបងប្អូនហ្នឹងហើយដោយសារតែឥឡូវហ្នឹងគឺម៉ោង5តិចតួចបងប្អូនគឺមិនគឺរៀងល្ងាចខ្លាំងហើយដូច្នេះក៏ខ្ញុំមកឲ្យចំណីមន់ចំណីអីចឹងណាបងប្អូនហ្នឹងហើយហើយអញ្ចឹងវីដេអូនេះក៏បានមកដល់ទីបញ្ចប់ដែរអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូមួយនេះមកដល់ទីបញ្ចប់ហ្នឹងហើយជាចុងក្រោយនៃវីដេអូជូនពរបងប្អូនទាំងអស់គ្នារកស៊ីទទួលទានមានបានតែណាមកណាប្រកបដោយសុវត្ថិភាពពីខ្ញុំបាទម្ចាស់ Channel Black Metafish សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាយបាយ